អ្នកទាំងអស់គ្នាឥឡូវមក unbox ស្អីគេនេះឃើញទេ the seller hey what you want open and then you will see the inside yes inside is a camera USB USB type C yes and then this is adapter yes and then screw okay this one is Streamline this one is Streamline is use the type C and it's will C ភ្លើងតិចណាអូខេនេះ C ភ្លើងតិចតិចជាងពួក12 V តិចវាស្មើនឹងដែលយើងសាកទូរស័ព្ទយើងអានេះខាងក្រោមនេះគឺយើងអាចបញ្ជាបានហើយឆ្វេងស្ដាំនេះយើងបញ្ជាអត់បានទេតែយើងចង់ងាកឆ្វេងងាកស្ដាំឡើងលើចុះក្រោមយើង power វាខ្លួនឯងទៅតោះយើងចាប់ដើមទៅឡើង app ទាំងអស់គ្នាយើងដល់ភ្លើងចូលទៅ Camera is starting. Please wait. យើងចាំមកស្ទុះ Connecting. Network connected. អានេះសារយើងបានតឡើងវារួចហើយដល់ពេលយើងធ្លាប់តឡើងវារួចម្ដងអញ្ចឹងណាពេលដែលយើងដកភ្លើងដាច់ភ្លើងអីអញ្ចឹងទៅយើងចូលវិញគឺវាជាប់ខ្លួនឯងអូតូម៉ាទិកហ្មងណាអញ្ចឹងឥឡូវដើម្បីយើងជាប់វាឡើងវិញគឺយើងត្រូវចុច reset នេះប្រភេទហ្នឹងគឺមើលបាន3ប្លង់បាត់ហ្នឹងនេះអញ្ចឹងហើយបាត់ពេលមកស្ដាំមើលផងណាមើលបាន3ប្លង់តោះយើងចាប់ដើមទៅរបៀបដំឡើងវាតោះជាធម្មតាពេលខ្លះអ្នកទាំងអស់គ្នាប្រើទៅ error ឬក៏មិនគឺយើងត្រូវចុចប៊ូតុង reset ឬក៏យើងយកទៅផ្ទះដំបងទិញថ្មីដំបងគឺយើងបាច់ reset ទេពេលយើងដាក់ទៅគឺវាយើងភ្ជាប់ឡើងភ្ជាប់វាដូចគ្នានឹង reset ដូចគ្នាអញ្ចឹងបើវាមានបញ្ហាឬក៏អីយើងដូរ Wi-Fi ដូរអីយើង reset វាភ្ជាប់ឡើងវិញណាសកត់វាសិនសកត់វាចាំ5វិនាទីទៅនេះសកត់ឡើងនេះកុំបាច់ប្រើខ្លាំងសកត់ខ្លាំងឲ្យខ្លាចវាបាក់ហើយសកត់អត់ត្រូវវាមានប៊ូតុងវានៅខាងក្រោមមួយហ្នឹងអញ្ចឹងយើងសកត់អាចជាន់ហ្នឹងឲ្យប៉ះទៅដល់ប៊ូតុងរបស់វាដៃមួយហ៊ានបាទចាំផ្លែតណាដាក់ទូរស័ព្ទសិនយើងទុកវាខ្លាចយើងដាក់ទៅវាល្អ
Reset completed. Camera is restarting. ពេលយើងចុចជាប់មកស្ទុះទៅវាលើកពាក្យថា reset complete ទៀតអញ្ចឹងយើងចាំវាដើរមកស្ទុះ Camera is starting. Please wait. yes ប៉ាbỏ trái Bluetooth is ready. Please scan the QR code on the camera and wait for the connection. អញ្ចឹងយើងចាប់ដើមចូលទៅកម្មវិធីវាប្រើកម្មវិធី VB8 អញ្ចឹងយើង register អីរួចអស់ហើយណាឥឡូវចូលដល់កម្មវិធីហ្នឹងយើងចុចសញ្ញាលេខបូកមួយនេះចុចសញ្ញាលេខបូកមកហើយចុច add camera មកវាចុច add camera វាឲ្យ scan QR code ហើយតែកាមេរ៉ាស៊េរីថ្មីគឺយើងមិនបាច់ធ្វើការ scan QR code ទេវាមានមុខងារពីរឲ្យតែយើងបើក Bluetooth ឥឡូវវាមកនេះណាវា load ចេញនេះមួយមកនេះគឺបានន័យថាបោះកាមេរ៉ាហ្នឹងហើយគឺយើងចុចលើវាតែម្ដងមិនបាច់ទៅ scan ទេចុចលើវារួចយើងភ្ជាប់ជាមួយ Wi-Fi ផ្ទះយើងនេះ Wi-Fi ផ្ទះយើងហើយយើងវាយលេខកូដឲ្យត្រូវមកហើយចុច confirm នេះវាយលេខកូដឲ្យត្រូវហើយចុចពាក្យ confirm ណាចុចពាក្យ confirm ហើយវា Update configuration information. នេះវា load ទៅ connecting Network connected. លើ network connected បានន័យថាវា connect ហើយនេះវាចាប់ពុក activate ហើយចាំមកស្ទុះ yes កន្លែងនេះវាឲ្យ free cloud free អីយើងចង់ទិញ cloud ក៏ទិញទៅយើងសាកល្បង free ក៏សាកទៅយើងបាច់សាកទេហើយបន្ទាប់មកចូលមកដល់កន្លែងនេះយើងដាក់ឈ្មោះឲ្យកាមេរ៉ាគេថាយើងមុខផ្ទះដាក់មុខផ្ទះក្រោយផ្ទះដាក់ក្រោយផ្ទះបន្ទប់ភ្ញៀវដាក់បន្ទប់ភ្ញៀវទៅណាស្រាប់យើងចុចពាក្យ view device ចុចពាក្យ view device មកពេលយើងចុចពាក្យ view device ហើយវា load ចូលមកដល់ផ្ទះមួយនេះហើយអញ្ចឹងឧទាហរណ៍រូបភាពហ្នឹងពេលខ្លះវាអត់សូវច្បាស់យើងយកពាក្យ HD មកដាក់ពាក្យ HD មកច្បាស់ហើយឃើញអត់យើងចង់ពង្រឹងឆ្វេងស្ដាំឆ្វេងស្ដាំលើក្រោមឃើញទេហើយមុខងារផ្សេងដូចជាមិនសូវពិបាកទេមកនេះវាមានមុខងារ alert ស្រា Caution, you are under surveillance. Caution. នេះមុខងារបើកភ្លើងមុខងារភ្លើងបិទបើកជាធម្មតាយើងដាក់ auto ទៅហើយអានេះមាន AI ឬក៏ស្អីមានអីញ៉ៃច្រើនអានេះ motion tracking នេះបានន័យថាវាវិលតាមមនុស្សស្អីខ្លះទៀតទេខ្ញុំក៏មិនសូវចេះដែរហ្នឹងហើយមានតែប៉ុណ្្នឹងទេអ្នកនរគ្នាមើលតាមហ្នឹងហើយណាបាយបាយ